ច្រកសមុទ្រម៉ាឡាកាគឺជាផ្លូវទឹកដ៏មមាញឹកបំផុតមួយនៅលើពិភពលោកដែលតភ្ជាប់មហាសមុទ្រឥណ្ឌាទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកជារៀងរាល់ឆ្នាំសិង្ហបុរីរកប្រាក់ចំណូលពីច្រកសមុទ្រនេះបានរាប់ពាន់លានដុល្លារតែបើយើងយោងទៅតាមច្បាប់សមុទ្រអន្តរជាតិច្រកនេះគឺជាច្រកអន្តរជាតិដែលសិង្ហបុរីមិនអាចទារលុយពីនាវាគ្រាន់តែបើកឆ្លងកាត់បាននោះទេចុះបើមិនយកលុយថ្លៃឆ្លងកាត់តើសិង្ហបុរីរកលុយបានរាប់ពាន់លានដុល្លារដោយរបៀបណាចម្លើយនោះគឺសិង្ហបុរីបានរៀបចំប្រទេសខ្លួនឯងឲ្យប្រៀបបានទៅនឹងតូបចាប់ហួយដ៏ធំមួយអញ្ចឹងដែរហើយនេះគឺជាវិធីសាស្ត្រទាំង3ដែលសិង្ហបុរីប្រើដើម្បីស្រូបលុយពីនាវាដឹកទំនិញរាប់ម៉ឺនគ្រឿងទាំងនេះទី1គឺស្ថានីយ៍ប្រេងនិងសេវាកម្មចម្រុះដ៏ធំបំផុតនៅលើសមុទ្រសិង្ហបុរីទិញប្រេងឆៅពីមជ្ឈមបូព៌ាក្នុងតម្លៃទាបយកមកចម្រាញ់ហើយលក់ចេញវិញក្នុងតម្លៃថ្លៃនាវាដែលធ្វើដំណើរផ្លូវឆ្ងាយតែងតែត្រូវការចាក់សាំងហើយក្នុងពេលនាវាចូលចតសិង្ហបុរីក៏ឆ្លៀតលក់ទឹកស្អាតម្ហូបអាហារនិងគ្រឿងបន្លាស់ផ្សេងៗសម្រាប់ផ្គត់ផ្គង់ដល់នាវិកនៅលើកប៉ាល់ដោយតូបចាប់ហួយពិតៗអញ្ចឹងដែរមិនត្រឹមតែលក់ទំនិញនោះទេដោយសារតែមាននាវាឆ្លងកាត់ច្រើនពេកក្រុមហ៊ុនធានារ៉ាប់រងលើសមុទ្រធនាគារនិងក្រុមហ៊ុនច្បាប់អន្តរជាតិធំៗក៏បាននាំគ្នាមកបើកការិយាល័យនៅទីនេះយ៉ាងកកកុញដើម្បីផ្ដល់សេវាកម្មហិរញ្ញវត្ថុដល់នាវាទាំងនេះបន្ថែមទៀតទី2គឺយានដ្ឋានជួសជុលនាវាខ្នាតយក្សក្រោយពីនាវាបានធ្វើដំណើរអស់រាប់ម៉ឺនគីឡូម៉ែត្រឆ្លងកាត់មហាសមុទ្រនាវាត្រូវការថែទាំនិងជួសជុលសិង្ហបុរីបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅលើកន្លែងជួសជុលនាវាទំនើបៗបំផុតដើម្បីលាងសម្អាតបាតកប៉ាល់និងជួសជុលម៉ាស៊ីនកប៉ាល់ធំៗទី3គឺកំពង់ផែនៅសិង្ហបុរីគឺជាមជ្ឈមណ្ឌលចែកចាយទំនិញសកលដែលនេះគឺជាអាវុធសម្ងាត់របស់សិង្ហបុរីនាវាខ្នាតយក្សពីចិនឬអឺរ៉ុបមិនបើកទៅកំពង់ផែតូចៗនោះទេពួកគេយកទូកុងតឺន័ររាប់ម៉ឺនមកទម្លាក់នៅសិង្ហបុរីបន្ទាប់មកនាវាតូចៗនឹងមកទទួលទំនិញទាំងនេះទៅចែកចាយបន្តទៅកាន់ប្រទេសផ្សេងៗដូចជាឥណ្ឌូនេស៊ីថៃឬក៏អូស្ត្រាលីជាដើមសិង្ហបុរីគិតលើសេវាកម្មលើរាល់កុងតឺន័រដែលបានលើកចុះនិងលើកឡើងសរុបមកភូមិសាស្ត្របានផ្ដល់ឱកាសប៉ុន្តែយុទ្ធសាស្ត្រនិងការអនុវត្តបានធ្វើឲ្យសិង្ហបុរីក្លាយជាអ្នកមានពិតប្រាកដម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីក៏មានទីតាំងជាប់ច្រកសមុទ្រនេះដូចគ្នាប៉ុន្តែសិង្ហបុរីគឺជាអ្នកដែលក្តោបក្តាប់ប្រយោជន៍បានច្រើនជាងគេបំផុតចុះសម្រាប់អ្នកទាំងអស់គ្នាវិញគិតថាតើមានកត្តាអ្វីផ្សេងទៀតទេដែលធ្វើឲ្យសិង្ហបុរីជោគជ័យខ្លាំងម្ល៉េះ